GNPK 1553 បូក TE បូក OM 10% ផលិតផលដែលមានគុណភាពខ្ពស់ផលិតផលក្រុមហ៊ុន SPK 1 brand រមាសបាទនេះ brand រមាសហើយយើងពិនិត្យមើលក្របជីទាំងអស់គ្នាបាទសម្រាប់ជីនេះគឺយើងប្រើនៅក្នុងវគ្គបាជីផ្ដាច់ឬក៏យើងបាជីលើកចុងក្រោយជីលើកទី3ណាបើអ្នកដែលគាត់ប្រើជី2ដងគាត់អាចគេថាបាយលើកទី2តែបើអ្នកគាត់បាជី3ដងក្នុង1វ៉ាត់ជីវិតស្រូវគឺយើងប្រើបាទវគ្គទី3ជីNPK 1553នេះចំពោះ NPK គឺសាច់តែមួយបាទហើយយើងបង្គុំជាមួយ OM 10% គឺជីដែលមានពណ៌ខ្មៅណាគឺជី Organic Matter ដែលប្រភេទជីនេះពេលយើងបាចទៅគឺជួយឲ្យដីធូរដីមានជីជាតិឬស្រូវចេញបានលឿនហើយស្រូបយកជី NPK បានកាន់តែល្អហើយធ្វើឲ្យដើមស្រូវរឹងមាំបាចហើយគឺស្រូវកាន់ពណ៌បានយូរធ្វើឲ្យស្រូវរបស់យើងគឺផ្លែរបស់វាគឺញាត់ក្របដល់គល់ល្អក្របស្អាតក្របភ្លឺថ្លាល្អហើយជី NPK 1553នេះបើយើងប្រើល្អទៅលើប្រភេទដីដែលល្អខ្លាំងដីដែលរាងជម្រៅស្រូវដែលល្អខ្លាំងហើយយើងប្រើ NPK 1553ដែលយើងឃើញថាមានជាតិប៉ូតាស្យូមខ្ពស់ហើយមានជាតិអាស៊ូទាបដែលវាគឺស័ក្តិសមមែនទែនសម្រាប់ដែលស្រូវយើងល្អជាពិសេសគឺរដូវកាលស្រូវយើងបដិញទឹកគឺយើងប្រើជី NPK 1553គឺត្រឹមត្រូវហើយល្អប្រសើរបាទចំពោះដីដែលរាងខ្សោយដែលមិនសូវជាល្អទេយើងអាចប្រើជីលេខនេះវិញសម្រាប់ជីផ្ដាច់ណាអូខេនេះបាទជីផ្ដាច់យើងអាចប្រើជីបាទសម្រាប់ប្រេនរមាសនេះគឺយើងមានជីលេខ22 718នេះយើងប្រើសម្រាប់បាជីផ្ដាច់បាទ22 718សម្រាប់ស្រូវយើងឬក៏ដីយើងដែលរាងខ្សោយអត់សូវល្អបាទការលូតលាស់ស្រូវគឺខ្សោយអញ្ចឹងយើងប្រើ NPK 22 718អូខេអញ្ចឹងនេះគឺជារូបមន្តជីដែលយើងបាចសម្រាប់បាចផ្ដាច់ហើយចំពោះជីដែលយើងបាចនេះបាទវគ្គ1វគ្គ2គឺយើងប្រើជី NPK 28 16 ជួយឲ្យដងដើមរីកធំល្អបាទចេញឫសច្រើនហើយស្រូវបាយគុំល្អអញ្ចឹងយើងប្រើវគ្គទី1និងវគ្គទី2សម្រាប់អ្នកដែលគាត់បាចជី3ដងក្នុង1វ៉ាត់ជីវិតស្រូវប៉ុន្តែបើសិនជាគាត់បាចជីតែ2ដងទេនឹងគាត់ប្រើវគ្គទី1បាទអូខេអញ្ចឹងនេះគឺជារូបមន្តជីក្រុមហ៊ុន SPK 1បាទ brand រមាសសូមអរគុណ